សួស្តីបងម៉ែបងប្អូនទាំងអស់គ្នាមកថ្ងៃនេះមកជួបនឹងខ្ញុំទេបងថ្ងៃនេះខ្ញុំធ្វើមុខម្ហូបយ៉ាងប្លែកតិចមុខម្ហូបចាស់សម្រាប់បងតែថ្មីសម្រាប់ខ្ញុំដោយសារខ្ញុំមិនដែលធ្វើមកតាមដានទាំងអស់គ្នានេះបងថ្ងៃនេះមានកន្ទុយជ្រូកកន្លះគីឡូមានបេះដូងប្រហែលជា1គីឡូបងនេះគ្រឿងផ្សំរបស់កន្ទុយជ្រូកក៏បងមានម្រេចគ្រាប់មានទឹកស៊ីអ៊ីវមានទឹកត្រីមានជ្រៅអែមមានខ្ញីមានខ្ទឹមក្រហមមានស្លឹកខ្ទឹមបងហើយអានេះខ្ញុំស្គាល់តាផ្កាច័ន្ទតែពីមុខទៀតខ្ញុំអត់ស្គាល់បងជួយខមមិនខាងក្រោមវីដេអូហ្នឹងផងហើយនឹងមានស្ករក្រហមតើបងទៅតាមដានមើលខ្ញុំធ្វើអីទាំងអស់គ្នាថ្ងៃហ្នឹងមកបងដាក់លខ្ទឹមផងដើម្បីឲ្យវាឈ្ងុយខ្ញុំចូលចិត្តប្រើលខ្ទឹមច្រើនព្រោះដោយសារគ្រួសារខ្ញុំក៏ចូលចិត្តខ្ទឹមណាឈប់បងខ្ទះខ្ញុំបានក្តៅហើយឥឡូវខ្ញុំចាប់ផ្ដើមដាក់ស្ករក្រហមចូលបងយើងកូរវាឲ្យឡើងពងក្រងសិនណាបងចាំផ្សំគ្រឿងចូលទៀតនេះបងស្ករយើងកូរវាឡើងពងក្រងប៉ុណ្ណឹងមកឥឡូវយើងផ្សំគ្រឿងចូលមានខ្ញីមានខ្ទឹមសខ្ទឹមក្រហមហើយនិងស្លឹកខ្ទឹមបងចាក់វាចូលមកពោតកាសឈើអែមហើយនឹងស្លឹកអីទេបងវល់ផ្លេចនេះបងហើយយើងចាក់ម្រេចគ្រាប់ចូលបងធ្វើផាក់ឡូវយើងដាក់ម្រេចគ្រាប់ទៅវាហត់តែឈ្ងុយបងចាក់ទឹកត្រីចូលចាក់ទឹកស៊ីអ៊ីវបងខ្ញុំអត់មានទឹកស៊ីអ៊ីវខាប់ខ្ញុំប្រើទឹកស៊ីអ៊ីវយើងធម្មតាបងគ្រឿងខ្ញុំបានពុះឈ្ងុយហើយឥឡូវចាប់ផ្ដើមចាក់សាច់ចូលកន្ទុយជ្រូកនេះបងកូរវាឲ្យចូលគ្រឿងឲ្យសព្វតិចមកឥឡូវយើងចាប់ផ្ដើមចាក់មួយមុខទៀតចូលចាក់បេះដូងចូលបងអូយបងថ្ងៃនេះបងបានមុខម្ហូបផាក់ឡូវកន្ទុយជ្រូកបងអើយនេះវាពុះហើយយើងកូរវាឲ្យសព្វមកបងដាក់មកងាស់វាឲ្យដាច់ទឹកហ្នឹងបានវាឆ្ងាញ់ហើយបងបើប្រើទឹកស៊ីអ៊ីវបងកុំតន់ប្រើប៊ីចេងព្រោះខ្លាចវាភ្លាវដល់អញ្ចឹងយើងដាក់មកងាស់វាឲ្យដាច់ទឹកប្រៃមកអែហ្មងមុខម្ហូបខ្ញុំមានតែប៉ុណ្្នឹងទេតែបងកុំភ្លេចជួយ Subscribe Channel YouTube ខ្ញុំម្នាក់មួយហើយជួយ Share ផងបងណាបាយបាយ